ការថ្វាយនៅពលឺដើម្បីឲ្យជីវិតបើកផ្លូវឲ្យមានបញ្ញាឲ្យមានលៀបសក្ការៈនេះបើរួមផ្សំជាមួយនឹងក្លិនក្រអូបផងនឹងកាន់តែល្អការថ្វាយទៀនក្រអូបនៅក្នុងថ្ងៃចូលព្រះវស្សាតើមានអានិសង្សខុសប្លែកពីការថ្វាយទៀនធម្មតាយ៉ាងម៉េចស្ដាប់คลิปនេះឲ្យចប់យើងនឹងមើលឃើញពីការធ្វើបុណ្យក្នុងការចូលវស្សាផ្លាស់ប្ដូរមនុស្សភាគច្រើនរមែងយល់ថាការថ្វាយទៀនថ្វាយអំពូលភ្លើងគឺបានដូចគ្នាវាមិនខុសនោះទេតែបើយើងចូលឲ្យស៊ីជម្រៅពិតប្រាកដការថ្វាយទៀនក្រអូបគឺជាការធ្វើបុណ្យបែបប្រណិតឡើងមួយកម្រិតទៀតតើបានអ្វីខ្លះខទី1បាននៅអានិសង្សនៃការថ្វាយពន្លឺជាពុទ្ធបូជាធម្មបូជាសង្ឃបូជាអ្វីដែលបានមកនោះគឺបញ្ញាភាពភ្លឺចែងចាំងកំចាត់ឧបសគ្គនិងភាពងងឹតងងល់ផ្សេងធ្វើឲ្យយើងមានផ្លូវក្នុងការរកស៊ីហើយសម្រាប់ចិត្តរឿងការងាររឿងលុយកាក់ក៏មិនផ្លោះធ្លោយហើយអ្វីដែលបានមកពីជំហានទី2នោះទៀនក្រអូបបាននៅអានិសង្សធ្វើឲ្យមានមុនស្នេហ៍មានមនុស្សមេត្តាហើយនឹងមានកេរ្តិ៍ឈ្មោះក្លិនក្រអូបធ្វើការជាមួយនឹងអារម្មណ៍របស់មនុស្សទេវតាវត្ថុស័ក្តិសិទ្ធិក្លិនក្រអូបឈ្ងុយឈ្ងប់ហើរមកធ្វើឲ្យចិត្តរបស់ព្រះសង្ឃអ្នកបដិបត្តិចូលទៅកាន់ការក្រាបសំពះបូជានៅកន្លែងវត្តអារាមផ្សេងនឹងកើតនៅសេចក្តីស្ងប់កើតនៅក្រសែនៃក្តីមេត្តាហើយទៀនក្រអូបដែលថ្វាយក៏មិនមែនជាក្លិនក្រអូបទូទៅវាជាក្លិនក្រអូបរបស់ផ្កាធម្មជាតិបើបានស្រង់ក្លិនហើយនឹងធ្វើឲ្យកើតក្តីស្ងប់ក្នុងផ្លូវចិត្តដូច្នេះការថ្វាយទៀនក្រអូបស្មើនឹងបានបញ្ចូលនៅធម្មពលទាំងពីរផ្នែកព្រមគ្នានោះគឺផ្ដល់នៅពន្លឺនាំផ្លូវហើយក៏បញ្ជូនបន្តនៅក្លិនក្រអូបដែលបានមកនៅអានិសង្សមេត្តាមហានិយមហើយនៅក្នុងកំឡុងចូលវស្សានេះអ្នកគ្រូបានទទួលបច្ច័យពីហ្វេនញាតិវធម៌ដែលបានចូលរួមតាំងពីថ្ងៃអាសាฬហបូជាមកម្លេះអ្នកគ្រូបានយកទៅថ្វាយសង្ឃទានមាននំមានទឹកប្រគេនបច្ច័យទឹកភ្លើងហើយមានបច្ច័យនៅសល់ខ្លះអ្នកគ្រូបានយកមកជាវទៀនក្រអូបថ្វាយជាពុទ្ធបូជាធម្មបូជាសង្ឃបូជានៅក្នុងថ្ងៃចូលព្រះវស្សាព្រោះលោកកូនបានយកមកបូជានៅវត្តលោកតាសុតឬវត្តព្រះអង្គច័ន្ទមនីសូមឲ្យហ្វេនញាតិវធម៌ដែលបានចូលរួមនិងអ្នកមើលឃ្លីបវីដេអូនេះហើយត្រេកអរអនុមោទនាសូមឲ្យបានអានិសង្សនេះទាំងអស់គ្នាចាទៀនមួយដើមនេះគឺក្នុងមួយដើមនឹងតម្លៃគួរសមព្រោះធ្វើយ៉ាងប្រណិតទាំងក្បាច់ទាំងក្លិនបើមានហ្វេនណាចង់ចូលរួមទៀនព្រះវស្សានេះអ្នកគ្រូនឹងយកទៅតាមវត្តផ្សេងទៀតដើម្បីឲ្យហ្វេនញាតិវធម៌ក្នុងនិងក្រៅប្រទេសបានទទួលអានិសង្សក្នុងបុណ្យចូលវស្សានេះយ៉ាងពិតប្រាកដហើយបើហ្វេនញាតិវធម៌បានទៅថ្វាយទៀនព្រះវស្សាខ្លួនឯងដែរអ្នកគ្រូសូមអនុមោទនាបុណ្យនេះផងសាធុសាធុសាធុ